ព្រះគម្ពីរពងសាវតារខ្សត្រទី2ជំពូកទី12ការយកអាប់ចាត់តាំងសោយរាជឡើងនោះទ្រង់មានប្រជញ្ញ7ឆ្នាំហើយគឺនៅឆ្នាំទី7ក្នុងរាជយេហូដែលយកអាសចាត់តាំងសោយរាជឡើងក៏សោយរាជនៅក្រុងយេរូសាឡឹមបាន40ឆ្នាំព្រះមេដាទ្រង់ព្រះនាមជាស៊ីបយ៉ាជាអ្នកស្រុកបៀសេបារីឯយកអាសទ្រង់ប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ារហូតដល់អស់វេលាដែលយេហូយ៉ាដាដល់ជាសងបង្រៀនទ្រង់ប៉ុន្តែមិនបានបំបត្តិអស់ទីខ្ពស់ចេញទេហើយពួកបណ្ដាជនគេនៅតែថ្វាយយ៉ាញ់បូជាព្រមទាំងដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយយកអាសទ្រង់មានបន្ទូលទៅពួកសង្ឃថាឯអស់ទាំងប្រាក់ជាតម្លៃនៃដង្វាយទាំងប៉ុន្មានដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ានិងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជីគឺជាដង្វាយនៃគ្រប់គ្នាតាមច្បាប់ហើយអស់ទាំងប្រាក់ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ានោះត្រូវឲ្យពួកសង្ឃទទួលប្រាក់នោះគឺត្រូវឲ្យគ្រប់គ្នាទទួលយកពីអ្នកដែលខ្លួនស្គាល់ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយប៉ុន្តែដល់ឆ្នាំទី23ក្នុងរាជស្ដេចយូអាសនោះពួកសង្ឃមិនទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារនៅឡើយដូច្នេះស្ដេចយូអាសទ្រង់ហៅយេហូយ៉ាដាដល់ជាសង្ឃនិងពួកសង្ឃឯទៀតមកសួរថាហេតុអ្វីបានជាមិនបានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដូច្នេះឥឡូវនេះមិនត្រូវឲ្យយកប្រាក់ពីពួកអ្នកដែលស្គាល់ទៀតទេគឺត្រូវប្រគល់ប្រាក់នោះទៅសម្រាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារវិញពួកសង្ឃក៏យល់ព្រមថាមិនត្រូវទទួលប្រាក់ពីពួកបណ្ដាជនទៀតក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរឯយេហូយ៉ាដាដល់ជាសង្ឃលោកយកហឹបមួយមកចុះប្រហោងត្រង់គ្របរួចដាក់ហឹបនៅខាងស្ដាំអាសនាតាមផ្លូវចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារក៏យកអស់ទាំងប្រាក់ដែលគេមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ាទៅដាក់ក្នុងហឹបនោះរួចមកកាលឃើញថាមានប្រាក់ច្រើននៅក្នុងហឹបហើយនោះស្មានលួងនិងសម្ដេចសង្ឃក៏ឡើងទៅរាប់ប្រាក់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាហើយច្រកក្នុងបាវទុកឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសម្ដេចសង្ឃនោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការគឺជាពួកអ្នកដែលត្រួតត្រាការនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាហើយអ្នកទាំងនោះក៏ចេញឲ្យដល់ពួកជាងឈើនិងពួកជាងផ្សេងដែលជួសជុលព្រះវិហារនៃព្រះយេហូវ៉ាហើយដល់ពួកជាងរៀបថ្មនិងពួកជាងដាក់ថ្មហើយសម្រាប់ទិញឈើនិងថ្មដាក់ស្រាប់សម្រាប់នឹងជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារនៃព្រះយេហូវ៉ាក៏សម្រាប់អស់ទាំងការចំណាយដែលត្រូវចាយដើម្បីជួសជុលព្រះវិហារឡើងប៉ុន្តែមិនបានយកប្រាក់ដែលគេមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ាទៅធ្វើជាគ្រឿងមាសគ្រឿងប្រាក់ដូចជាពែងគ្រាប់ប្រឆេះចានខ្លាំឬត្រែឡើយត្បិតគេបានឲ្យដល់ពួកជាងដែលធ្វើការវិញសម្រាប់នឹងប្រើការជួសជុលព្រះវិហារព្រះយេហូវ៉ាមួយទៀតគេមិនបានគិតនឹងពួកអ្នកដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេពីព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់ឯប្រាក់ជាតម្លៃនៃដង្វាយដោយព្រោះការរំលងនិងប្រាក់ជាកន្លែងនៃដង្វាយលុបបាបនោះមិនបានយកទៅទុកក្នុងព្រះវិហារនៃព្រះយេហូវ៉ាទេប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញនៅគ្រានោះហាសែលជាស្ដេចស្រុកសេរីក៏ឡើងទៅច្បាំងនឹងក្រុងកាតហើយចាប់យកបានរួចហាសែលតម្រង់ព្រះភ័ក្ត្រឆ្ពោះទៅឯក្រុងយេរូសាឡឹមទៀតនោះយូអាសជាស្ដេចយូដាទ្រង់យកអស់ទាំងរបស់បរិសុទ្ធដែលពួកស្ដេចយូដាគឺយូសាផាតយ៉ូរ៉ាមនិងអាហាស៊ីយ៉ាជាពួកអាយកោទ្រង់បានថ្វាយនិងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយព្រមទាំងមាសទាំងអស់ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ាហើយក្នុងដំណាក់ស្ដេចផងផ្ញើទៅថ្វាយហាសែលជាស្ដេចសេរីដូច្នេះហាសែលក៏ថយចេញពីក្រុងយេរូសាឡឹមទៅរីឯដំណើរឯទៀតពីយូអាសនិងការទាំងប៉ុន្មានដែលទ្រង់ធ្វើនោះសុទ្ធតែបានកត់ទុកនៅក្នុងសៀវភៅជាពងសាវតារបស់ពួកស្ដេចយូដាហើយពួកអ្នកបម្រើរបស់យូអាសក៏លើកគ្នាក្បត់ទ្រង់ហើយប្រហារសម្លាប់នៅត្រង់ប៉មមីឡូតាមផ្លូវដែលចុះទៅឯតំបន់ស៊ីឡាគឺយូសាកាជាកូនស៊ីម៉ាតនិងយូសាបាតជាកូនសូមើជាអ្នកបម្រើដែលវីទ្រង់ហើយទ្រង់ក៏សគត់ទៅរួចគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីតជាមួយនឹងពួកអាយកោទ្រង់នោះអាម៉ាស៊ីយ៉ាជាព្រះរាជបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួសបិតា